ធ្លាប់តែទៅផ្សារទិញបន្លែនឹងយកមកផ្ទះឆាមួយពងមាន់អញ្ចឹងណាបងប្អូនតែដឹងថាប្រភេទបន្លែអីគេសោះទៅថ្ងៃហ្នឹងបានដឹងនិយាយទៅខ្ញុំទៅស្រុកម្ដាយក្មេកខ្ញុំមកថ្ងៃហ្នឹងទេសាខាងម្ដាយក្មេកខ្ញុំគាត់ដាក់ថ្ងៃទៅជុំបងប្អូនអញ្ចឹងព្រោះត្រូវទៅសែនកងម៉ានៅអ៊ីស្រុកក៏ហើយតាមផ្លូវដើររងានេះគឺស្លឹកឈើអត់មានទេជ្រុះអស់ហើយមេឃឡើងសល់ទាំងក្រៀមក៏ប៉ិតអស់លេងហ្មងហើយតាមផ្លូវខ្ញុំឲ្យប្ដីខ្ញុំគាត់ចុះទិញกระดาษសែនហើយនឹងលុយហើយផ្កាអញ្ចឹងណាបងប្អូនដល់ពេលមកដល់ស្រុកគាត់នេះជីចិត្ត1ម៉ោងដែរបានមកដល់បានជុំបងប្អូននៅស្រុកចឹងទៅពួកអីគាត់ទៅជំនះធ្នោជំនះអីហើយអស់ហើយគ្រាន់តែមកដល់យើងមកជុំបងប្អូនចឹងណាហើយលើក្នុងភូមិគាត់នេះគឺគេអាប់ដេតថ្មីបងប្អូនគឺកន្លែងដាំបន្លែគេឡើងស្អាតមែនតែនរដ្ឋគេធ្វើឲ្យអញ្ចឹងដាំបន្លែមានគេចាក់ខឿនចាក់អីឲ្យយើងដាំគេរៀបចំភូមិគេអញ្ចឹងបន្លែរបស់គាត់ហ្នឹងឥឡូវគឺឡើងរៀបចំឡើងស្អាតហើយបន្លែជុំវិញផ្ទះគាត់ច្រើនមែនតែនឲ្យថាមកបងប្អូនមកម្ដងគឺគាត់កាត់ឲ្យពួកឯខាងមុខធ្វើផ្ទះបងប្រុសហើយខាងក្រោយធ្វើផ្ទះបងស្រីម្ដាយក្មេកខ្ញុំអញ្ចឹងមកដល់គាត់កាត់បន្លែឲ្យហើយនេះគឺបន្លែលឹកខ្ទឹមសបងប្អូនគាត់ដាំខ្លួនឯងហើយដាំគាត់គ្របពីងអញ្ចឹងទៅអត់ឲ្យត្រូវថ្ងៃដល់ពេលដោះស្លឹកចេញមកលឿងហើយគេកាត់យកទៅឆាជាមួយនឹងពងមាន់ឬអីអញ្ចឹងឈ្ងុយមែនតើខ្ញុំរហូតដល់ខ្ញុំចូលចិត្តហូបប៉ុន្តែខ្ញុំដឹងថាបន្លែហ្នឹងបន្លែគេទេឈ្ងុយអញ្ចឹងណាហើយថ្ងៃនេះមកឃើញផ្ទាល់គាត់ប្រាប់ថាធ្វើជាដើមកញ្ឆាយក៏បានបងប្អូនដើមខ្ទឹមសក៏បានកញ្ឆាយក៏បានដែរសំខាន់ឲ្យធ្វើតាមរបៀបហ្នឹងទៅគាត់ដាក់ជីដាក់អីស្រោចទឹកចឹងណាកាត់លាស់ហើយគ្របវិញចឹងទៅហើយជនជាតិចិនចូលចិត្តហូបមែនតែនបន្លែមួយមុខនេះខ្ញុំក៏ចូលចិត្តដែរឆ្ងាញ់វាឆាទៅវាមានជាតិផ្អែមឈ្ងុយហើយជុំវិញផ្ទះគាត់នេះគឺសិតតែបន្លែហ្មងស្ពៃខាត់ណាយគាត់ដាំបដាអញ្ចឹងណាខែត្រជាក់ហើយជីដែលគាត់ដាក់នេះអត់មានជីទៅណាឆ្ងាយតែគឺជីមាន់អាចអីនៅជុំវិញផ្ទះគាត់អញ្ចឹងណាគាត់បន្លែគាត់ដាំខ្លួនឯងជីខ្លួនឯងចឹងទៅធម្មជាតិមែនតែនហើយគាត់គ្របវិញទៅបន្ទាប់ពីកាត់អស់ចឹងដោយសារបន្លែនេះខ្ញុំកាលមុនខ្ញុំអត់ដឹងថាបន្លែអីគេសោះហើយមិនបន្លឹកលឿងអញ្ចឹងដល់ពេលឃើញនេះគាត់ធ្វើផ្ទាល់ដៃអញ្ចឹងបងប្អូននេះលោះមកអញ្ចឹងទៅយើងកាត់ដល់ពេលកាត់ហើយគាត់ដាក់ជីស្រោចទឹកទៅគ្របពីងនឹងទៅវិញអញ្ចឹងណាទៅនៅប្រទេសចិនបន្លែគេច្រើនប្រភេទបងប្អូនគាត់ថាតាមរដូវអញ្ចឹងរដូវត្រជាក់អញ្ចឹងបន្លែតាមរដូវត្រជាក់អញ្ចឹងទៅបើរដូវក្តៅតាមរដូវក្តៅអញ្ចឹងទៅដូចខែត្រជាក់អញ្ចឹងអីបើប្រភេទជាតកួនអីគឺអត់មានទេកម្រមកមិនមានក៏វារៀងថ្លៃអញ្ចឹងណាតែគាត់ថាបើខែក្តៅបានសបោវិញតែបើបន្លែប្រភេទខែត្រជាក់គឺតាមតំបន់ត្រជាក់អញ្ចឹងទៅគឺសបោអញ្ចឹងទៅឲ្យបន្ទាប់ពីដើមមើលបន្លែគាត់ឲ្យទៅដល់ពេលមកហូបបាយជុំគ្នាបងប្អូនអញ្ចឹងណាហើយតុកលំមនុស្សច្រើនអញ្ចឹងខ្ញុំចូលអត់ចុះទេអញ្ចឹងគ្រួសារខ្ញុំគាត់ចាប់មកហូបឲ្យគឺខ្លាចប្រពន្ធអត់ដែរចាប់ឡងកញ្ចានឲ្យគាត់ថាខ្លាចអង្គុយអត់អស់គ្នាតុកហើយអញ្ចឹងគាត់ចាប់ផ្ដើមនាំគ្នាទៅសែននឹងមានអីទៅក៏ដុតกระดาษសែនដុតជាលុយជាអីចឹងហើយខ្ញុំអត់បានទៅទេដោយសារកូនស្រីខ្ញុំគេងនៅផ្ទះចឹងណាហើយណាមួយត្រូវមើលកូនខ្មែរឲ្យយកទៅលេងនឹង